សុស្ដីបងប្អូនពូមីងយេតានិងប្រិយមិត្តទាំងអស់ជាទីមេត្រីបាទថ្ងៃនេះដែរខ្ញុំមានកិត្តិយសសូមបកស្រាយនៅរឿងនិទានមួយរឿងដែលមានតាក់ទងជាមួយនឹងខ្មោចព្រាយបិសាចចំពោះរឿងខ្មោចព្រាយបិសាចនេះដែរមានអ្នកខ្លះគាត់ជឿអ្នកខ្លះក៏គាត់មិនជឿទៅតាមបទពិសោធន៍រៀងៗខ្លួនរបស់បងប្អូនទាំងអស់គ្នាហើយបើសិនជាបងប្អូនមិនជឿគ្រាន់តែស្ដាប់កំសាន្តសម្រាប់កំដរអារម្មណ៍ក៏បានរឿងនេះដែរគឺតាំងពីឆ្នាំ1961បាទពីលោកពូសម្បូរបាទប៉ុន្តែកាលនោះជាងហៅគាត់ថាលោកគ្រូសម្បូរទៅចោះបាទលោកគ្រូសម្បូរគឺជាលោកគ្រូដែលបានរៀនចប់បរិញ្ញាហ្នឹងហើយនៅវិទ្យាល័យភ្នំពេញតាំងពីឆ្នាំ1961ពេលលោកគ្រូបានប្រឡងជាគ្រូចប់ខាងក្រសួងក៏គេឲ្យលោកគ្រូទៅបង្រៀននៅខេត្តបាត់ដំបងហើយចំណែកស្រុកកំណើតរបស់លោកគ្រូសម្បូរគឺនៅខេត្តកំពង់ធំនេះទេបាទនៅពេលនោះដែរខាងក្រសួងក៏គេតម្រូវឲ្យលោកគ្រូសម្បូរទៅខេត្តបាត់ដំបងដោយទាំងលោកគ្រូសម្បូរមិនមានសាច់ញាតិឬក៏បងប្អូនឬក៏មិត្តភ័ក្តិដែលស្គាល់នៅទីនោះទេបាទអញ្ចឹងពេលទៅដល់ទីនោះគឺតម្រូវឲ្យគាត់រកផ្ទះជួលមួយដើម្បីស្នាក់នៅពេលទៅដល់ខេត្តបាត់ដំបងលោកគ្រូសម្បូរក៏ព្យាយាមស្វែងរកផ្ទះដើម្បីស្នាក់នៅបាទគាត់ក៏បានដើររកនៅក្នុងភូមិនៅក្នុងតំបន់ដែលគាត់ត្រូវបង្រៀននោះគាត់ដើររកមួយសន្ទុះមកក៏គាត់បានទៅជួបផ្ទះលោកពូមេភូមិបាទហើយក៏សួរនាំទៅចេះដល់អីលោកគ្រូលោកពូមេភូមិនោះគាត់មានផ្ទះទំនេរមួយដោយសារតែផ្ទះនោះពីដំបូងនោះលោកពូមេភូមិគាត់ទៅទុកចែកឲ្យកូនស្រីរបស់គាត់ពេលដែលនាងរៀបការហើយប៉ុន្តែដោយសារតែកូនកំឡោះនោះគាត់បានទៅស្រឡាញ់មួយនារីផ្សេងហើយក៏គាត់រៀបការបាត់ទៅទើបបានកូនគាត់កូនស្រីរបស់គាត់នោះមិនបានរៀបការដូច្នោះហើយទើបផ្ទះនោះមិនមានអ្នកណានៅបាទអញ្ចឹងបានជាទំនេរហើយដល់ពេលលោកគ្រូសម្បូរគាត់សួរនាំដូច្នោះទៅលោកមេភូមិក៏ជួលឲ្យលោកគ្រូសម្បូរនៅក្នុងតម្លៃដែលថោកបំផុតបាទដើម្បីជួយគាត់ផងបាទហើយលោកគ្រូសម្បូរគឺគាត់សប្បាយចិត្តមែនទែនបាទពេលដែលបានជួបផ្ទះដែលបានថោកបែបនេះបាទដោយសារតែផ្ទះនោះគ្មាននរណានៅទុកចោលយូរអញ្ចឹងក៏មានការដាំចេកព័ទ្ធជុំវិញរហូតដល់ឥឡូវនេះផ្ទះនោះដូចនៅកណ្ដាលចំការចេកអញ្ចឹងបាទក្នុងមួយរយៈដែលលោកគ្រូសម្បូរគាត់ស្នាក់នៅផ្ទះនោះគឺគ្មានរឿងអ្វីកើតឡើងទេបាទគឺរស់នៅដោយមានសេចក្តីសុខពេលដែលគាត់មកពីបង្រៀនហើយក៏គាត់ស្នាក់នៅជាជីវិតធម្មតារបស់គាត់ថ្ងៃមួយនោះពេលដែលលោកគ្រូសម្បូរគាត់បានមុខទឹកហើយញ៉ាំអាហារពេលល្ងាចហើយលោកគ្រូសម្បូរក៏បានដើរមកអង្គុយលេងនៅមុខផ្ទះបាទហើយយប់នោះដែរគឺមានខែភ្លឺបាទហើយអាចមើលអ្វីជុំវិញខ្លួនគាត់បានបាទនៅពេលនោះដែរលោកគ្រូសម្បូរបានចោលភ្នែកទៅកន្លែងមួយគាត់រៀងភ្ញាក់អើបន្តិចដោយសារតែគាត់ឃើញនារីម្នាក់កំពុងតែដើរមកបាទកំពុងតែដើរមករកគាត់បាទដោយសារតែគាត់មើលមិនបានច្បាស់ទេព្រោះតែពន្លឺព្រះច័ន្ទក៏វាមិនសូវភ្លឺខ្លាំងដែរប៉ុន្តែមួយសន្ទុះមកក៏បានលេចឡើងនៅរូបនារីម្នាក់ពិតប្រាកដមែនកំពុងតែដើរមករកគាត់ពេលនោះដែរក៏មាននារីម្នាក់ដើរមកដល់ផ្ទះរបស់គាត់លោកគ្រូសម្បូរក៏បានសួរនាំថាតើអ្នកនាងទៅណាដែរយប់ងងឹតហើយបាទដោយលោកគ្រូសម្បូរគាត់គិតថាប្រហែលជាក
គាត់ហ្នឹងត្រូវជាបងប្អូនឬក៏សាច់ញាតិរបស់លោកពូធានភូមិដែរហ្នឹងហើយនាងនោះគាត់ក៏បានសួរទៅលោកគ្រូសម្បូរថាតើលោកគ្រូអាចអនុញ្ញាតឲ្យខ្ញុំគេងជាមួយលោកគ្រូមួយយប់បានអត់អញ្ចឹងណាហើយលោកគ្រូសម្បូរឮអញ្ចឹងគាត់ឆ្ងល់ក្នុងចិត្តដែរណាតើវាមិនបានសុកមាននារីម្នាក់បណ្ដែលស្គាល់ឡើងមកសុំគេងមួយអញ្ចឹងណាហើយនារីម្នាក់នោះគឺមុខមាត់រៀងរើគឺស្អាតមែនតែនបាទបើសិននិយាយទៅដូចជាបបរកញ្ញាគឺស្អាតតាំងពីមុខរហូតដល់ជើងតែម្ដងបាទគឺស្អាតបាទនឹងហើយដោយសារតែលើការបដិសេធរបស់លោកគ្រូសម្បូរនៅនេះនោះក៏គាត់ថាតើលោកគ្រូយ៉ាងម៉េចដែរខ្ញុំមិនស្អាតឬក៏យ៉ាងម៉េចលោកគ្រូថានាងពិតជាស្អាតណាស់ហ្នឹងហើយតើអ្នកនាងឈ្មោះអ្វីដែរហើយនាងនោះក៏បានប្រាប់ថាខ្ញុំឈ្មោះនីត្រូវជាសាច់ញាតិរបស់លោកពូប្រធានភូមិតើលោកគ្រូអាចអនុញ្ញាតឲ្យខ្ញុំគេងមួយគ្រូមួយយប់បានអត់លោកគ្រូសម្បូរនៅតែព្យាយាមបដិសេធនៅសំណួររបស់នាងបាទហើយលោកគ្រូសម្បូរបានប្រាប់ថាវាមិនអាចនោះទេដោយសារតែនាងគឺជាស្ត្រីហើយខ្ញុំគឺជាបរិសុទ្ធគឺវានឹងងាយមានការជ្រុលជ្រុះទៅលើគ្នាទៅវិញទៅមកអញ្ចឹងណាមនុស្សប្រុសមនុស្សស្រីនឹងមួយគ្នាវាតែតែមានរឿងអីដែលមិនល្អដែរហើយមួយទៀតនាងគឺជាបងប្អូនរបស់ពូប្រធានភូមិផងអញ្ចឹងណាហើយលោកគ្រូសម្បូរក៏ខ្លាចថាមានបញ្ហាអញ្ចឹងទៅលោកពូប្រធានភូមិដេញជួបឲ្យជួបផ្ទះជួលអីអញ្ចឹងណាហើយក៏លោកគ្រូក៏បានបដិសេធជាមួយនឹងនាងម្ដងហើយម្ដងទៀតហើយលោកគ្រូក៏ថានាងមានសម្រស់ស្អាតណាស់នេះគួរតែទៅដាក់ពាក្យប្រឡងធ្វើបបកញ្ញាទៅច្បាស់ជាជាប់ជាមិនខាននាងនេះគាត់ក៏បានប្រាប់លោកគ្រូសម្បូរវិញណាឥឡូវសុំហៅថានាងឈ្មោះនេះហៅថានាងនេះទៅចប់បាទខ្ញុំធ្លាប់លោកពូប្រធានភូមិបញ្ជូនទៅប្រឡងកញ្ញាកសិកម្មហើយក៏ធ្លាប់ឈ្នះពានរង្វាន់ដាច់គេដែរអញ្ចឹងណាហ្នឹងហើយក៏ធ្លាប់ទៅប្រឡងហើយក៏ធ្លាប់ឈ្នះអញ្ចឹងណាហ្នឹងហើយនាងក៏ព្យាយាមនៅតែសួរសំណួរទៅលោកគ្រូសម្បូរម្ដងទៀតកន្លែងនេះណាតើលោកគ្រូសម្បូរអាចអនុញ្ញាតឲ្យខ្ញុំគេជាមួយលោកគ្រូមួយយប់ផងបានទេហ្នឹងហើយកន្លែងនេះគ្រាន់តែសួរភ្លាមស្រាប់តែមានឬសួរសំឡេងឆ្កែព្រុសណាហ្នឹងហើយឆ្កែព្រុសហើយលោកគ្រូសម្បូរនៅតែព្យាយាមបដិសេធហើយគាត់ថាគាត់ខ្លាចមានបញ្ហាជាមួយលោកប្រធានភូមិអញ្ចឹងណាយើងមិនអាចគេងនៅជាមួយគ្នាចឹងបានទេអ្នកនាងគួរតែត្រឡប់ទៅវិញទៅហ្នឹងណាគ្រាន់តែកន្លែងនេះគ្រាន់តែលោកគ្រូសម្បូរនិយាយចឹងចប់ស្រាប់តែឮសំឡេងឆ្កែលូពេញភូមិបណ្ដោយតែនេះណាឮឆ្កែលូពេញជុំវិញផ្កាជេរចឹងណាគាត់មានអារម្មណ៍ថាប្លែកដែរបាទគាត់ណានិយាយចប់មានឆ្កែលូចឹងណារៀងបាក់រោមហ្នឹងហើយក៏គាត់ព្យាយាមឲ្យនាងនេះក៏ត្រឡប់ទៅវិញទៅគ្រាន់តែឮពាក្យបដិសេធកន្លែងនេះនាងនេះណាក៏គាត់ឈានជើងបាទត្រឡប់ទៅវិញទៅដើរចូលទៅក្នុងចំការចេកបាត់ទៅបាទដល់ពេលស្អែកឡើងបាទលោកគ្រូសម្បូរបានទៅផ្ទះលោកពូប្រធានភូមិហើយក៏បានសាកសួរលោកពូប្រធានភូមិណាតើលោកពូមានសាច់ញាតិឬក៏បងប្អូននៃឈ្មោះនេះទេជុំមិញនោះខ្ញុំឃើញមាននារីម្នាក់ដែលមានរូបរាងស្អាតណាហើយឈ្មោះនេះហើយនាងក៏ទៅផ្ទះរបស់ខ្ញុំហ្នឹងសុំខ្ញុំគេងមួយយប់អញ្ចឹងណាហើយលោកគ្រូសម្បូរក៏បានបន្តទៀតថាតើលោកពូមេភូមិហ្នឹងមានបងប្អូនឬក៏សាច់ញាតិតែឈ្មោះនេះហ្នឹងអត់លោកពូមេភូមិគ្រាន់តែឮការរៀបរាប់របស់លោកពូសម្បូរហើយគាត់ក៏សើចលក្ខណៈថាសើចនេះណាសើចច្បកណាស្ដាប់ទៀតហើយអញ្ចឹងណាហើយលោកពូសម្បូរគាត់តែឃើញលោកពូប្រធានភូមិគាត់មានអ្នកកាប់គេចាញ់អញ្ចឹងគាត់ក៏ឆ្ងល់ហើយ
ពូសម្បូរសួរថាលោកពូតើមានរឿងអីមែនហើយលោកពូប្រធានភូមិហ្នឹងក៏បានសួរលោកគ្រូសម្បូរថាអីនារីយុមិញហ្នឹងតើនាងពាក់សម្លៀកបំពាក់បែបណាអញ្ចឹងណាលោកគ្រូសម្បូរគាត់ក៏ប្រាប់ថានាងហ្នឹងស្លៀកសម្ពុតចងក្បិនជាមួយនឹងជាមួយរុំស្បៃហើយពាក់ឈៀងអញ្ចឹងណាហ្នឹងហើយគាត់និយាយប៉ុណ្ណឹងលោកពូប្រធានភូមិគាត់បន្ថែមថាហើយនាងនេះមានសៀតផ្កានៅលើលកជីអត់ហ្នឹងហើយលោកគ្រូសម្បូរគាត់លើចឹងគាត់ថាណាពិតជាមានសៀតផ្កានៅលើលកជីមែនតើលោកពូក្រោយពីលោកពូប្រធានភូមិបានស្ដាប់ការរៀបរាប់របស់លោកគ្រូសម្បូរហើយលោកពូប្រធានភូមិគាត់ក៏បានប្រាប់លោកគ្រូសម្បូរវិញថាតើនាងមានប្រាប់អ្វីទៀតដែរអត់អញ្ចឹងណាលោកគ្រូសម្បូរគាត់ថានាងគាត់បានប្រាប់មួយទៀតថាលោកពូធ្លាប់បញ្ជូននាងឲ្យទៅប្រឡងបបរកញ្ញាកសិកម្មហើយក៏បានឈ្នះទៀតផងអញ្ចឹងណាហើយកន្លែងនេះដែរលោកពូសម្បូរក៏បានប្រាប់រឿងរ៉ាវទាំងអស់ទៅលោកគ្រូសម្បូរឲ្យដឹងណាហ្នឹងហើយលោកពូប្រធានភូមិគាត់បានប្រាប់ថាកាលពីឆ្នាំទៅនោះលោកពូបានយកបន្លែយកទៅប្រឡងតាំងពីពណ៌ណាហើយក៏ឈ្នះបានថាឈ្នះល្បីបន្លែប្រចាំស្រុកចឹងទៅហ្នឹងហើយលោកគ្រូសម្បូរថាតើលោកពូយកស្អីទៅប្រឡងថាគឺចេកណាចេកឈ្មោះចេកតានីហ្នឹងហើយលោកពូភូមិគាត់ប្រាប់ទៀតថានៅជុំវិញចការចេកនេះកំឡោះតែងតែឃើញហ្នឹងហើយខ្មោចណាខ្មោចចំការចេកខ្មោចនឹងនីហ្នឹងបាទឈ្មោះនីហ្នឹងតែងតែបញ្ចេញសកម្មភាពដូចលោកគ្រូសម្បូរឃើញដែរអញ្ចឹងណាហើយក៏ពពួរកំឡោះទៅដេកអញ្ចឹងហើយបើសិនកំឡោះណាចាញ់ដបួងនឹងទៅដេកហ្នឹងគឺពិតជាសយហើយបាទអញ្ចឹងហើយលោកពូធានភូមិគាត់សូមសរសើរលោកគ្រូបាទគ្រូសម្បូរដែលមានស្មារតីរឹងមាំហើយក៏ជាមនុស្សប្រុសគ្រប់លក្ខណៈបាទមិនធ្វើអ្វីផ្ដេសផ្ដាសបាទហើយបើសិនជាលោកគ្រូសម្បូរគាត់ហ៊ានហៅនាងនេះឲ្យគ្រូគេជាមួយបាទពីពិតណាលោកគ្រូសម្បូរគ្មានពេលមករៀបរាប់រឿងរ៉ាវពីជំនាញឲ្យលោកពូប្រធានភូមិស្ដាប់ទេបាទមិនដែរបងប្អូនបន្ទាប់ពីបានស្ដាប់រឿងរ៉ាវតាក់ទងជាមួយខ្មោចចំការជើងនេះគឺវាគ្មានអីគួរឲ្យខ្លាចទេបាទគ្រាន់តែស្ដាប់កំសាន្តនៅពេលបងប្អូនអត់សុខបាទបន្ទាប់ពីការស្ដាប់នេះហើយសូមបងប្អូនជួយចុចប៊ូតុន Subscribe ដើម្បីលើកទឹកចិត្តឲ្យខ្ញុំបាទផលិតវីដេអូផ្សេងទៀតដូចជាការលើកទឹកចិត្តរបស់ខ្ញុំបាទដែរគឺខ្ញុំមិនបានស្មអ្វីទេគឺសូមឲ្យតែបងប្អូនជួយ Subscribe នៅ Channel របស់ខ្ញុំទាំងអស់គ្នានៅពេលដែលខ្ញុំបានផុសវីដេអូថ្មីបងប្អូននឹងបានឃើញមុនគេបាទសូមអរគុណសូមរស់ស៊ីមានបានសុខភាពល្អ